ទាំងហិតបងប្អូនផ្កាទាំងហិតនៅក្រោយផ្ទះហ៎នោះមើលទៅឃើញរៀងលឿងហ្នឹងគឺផ្កាហ្នឹងចិត្តបានតលេងស្រុកទៀតហើយរដូវឆេងមេញបងប្អូនហ្នឹងហើយខ្ញុំចូលចិត្តទៅស្រុកដោយសារខាងក្រោយផ្ទះហ្នឹងមានបឹងហើយនៅមុខផ្ទះហ្នឹងមានទន្លេអញ្ចឹងណាផ្កាទាំងហិតនៅខាងក្រោយផ្ទះនៅបឹងតែគ្រាន់ថាបឹងហ្នឹងពេលស្មៅដុះទៅច្រើនទៅវាចាក់ឬទៅជាអត់ឃើញទឹកគេណាមួយខែប្រាំងផងនៅខាងក្រោយហ្នឹងគឺផ្កាទាំងហិតតាបងប្អូនហ្នឹងហើយផ្កាស្មៅផ្កាទាំងហិតតែគ្រាន់ថាមើលអត់សូវឃើញកាលពីខ្ញុំនៅក្មេងៗហ្នឹងផ្កាទាំងហិតកន្លែងហ្នឹងមានទឹកបឹងអញ្ចឹងខ្ញុំជួយដងទឹកបឹងស្រោចជីស្រោចអីម៉ាក់មានផ្កាទាំងហិតមានផ្កាស្នោដល់ពេលអញ្ចឹងទៅខ្ញុំនឹកឃើញការក្មេងៗអញ្ចឹងមកពេលមកខ្ញុំឃើញផ្កាទាំងហិតអញ្ចឹងខ្ញុំចាប់អារម្មណ៍ហើយចុះទៅកាច់បានប៉ុណ្ណឹងបងប្អូនណាស្គាល់ផ្កានឹងខ្លះនេះនៅខាងមុខផ្ទះបងប្អូនចាផ្លូវនៅខាងមុខផ្ទះឥឡូវមានផ្លូវកស៊ូស្អាតមានស្ពានឆ្លងកាត់ទន្លេហើយគេដាំដើមអាកាសយ៉ានៅមុខផ្ទះចឹងទៅស្អាតបងប្អូនហ្នឹងហើយនៅស្រុកឥឡូវមានផ្លូវកស៊ូអញ្ចឹងស្រួលដែរតែដោយសារតែផ្លូវកស៊ូចឹងទៅជិះម៉ូតូបើកឡាននេះលឿនដែរហ្នឹងបងប្អូនហ្នឹងហើយខ្ញុំទៅលេងកាលរដូវត្រជាក់ធ្លាក់ខ្យល់បងប្អូនខ្ញុំចូលចិត្តខ្ញុំចំណាំតែនិយាយថាខ្ញុំចូលចិត្តរដូវហ្នឹងអញ្ចឹងណាខាងមាត់ទន្លេផ្លូវវាអត់សូវស្រួលទេមកម្ដុំគុំមសីចានេះកន្លែងហ្នឹងកាលមុនដាំពោតដាំអីតែឥឡូវចាយគាត់រវល់ចំការផ្លែឈើទៅគាត់អត់បានដាំទេបងប្អូននេះដើមមសីខ្ញុំរៀងចូលចិត្តរៀងទស្សនភាពអញ្ចឹងចាឃើញស្រុកកំណើតទស្សនភាពការនៅក្មេងចានេះមាត់ទន្លេបងប្អូននៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅថយទឹកហើយមានថយមួយខាងខៀវហ្នឹងគឺថយមួយខាងទៀតមានដើមឈើដុះអមសងខាងមាត់ទន្លេដូចគ្នាអញ្ចឹងណាបងប្អូន